Thursday ហូថ្ងៃនេះយើងមកមើលការចាប់ផ្ដើមយើងកែផ្ទះតិចមិនដឹងថាថ្ងៃប៉ុន្មានដល់ចាំវាអាចស្ទង់ថ្ងៃ9ឬក៏8 9 10ខែ3 2026ដល់ចាំច្បាស់ថ្ងៃចាប់ផ្ដើមចឹងដំបូងបោកមកបោកខាងឆ្វេងស្ដាំជារបស់យើងណាព្រោះរឿងមកមានបោកទេវាឥតកលានោះចឹងវាអត់ទាន់ស្អាតចឹងយើងឲ្យគេបោកឡើងទាំងអស់បោកហើយឥឡូវយើងមកជួបមួយចាស់ផ្ទះពិសាគ្នាតិចមើលគាត់ចង់បានម៉ូតអីគាត់ចង់លេខអីបន្ថែមគាត់ដាក់ទៅមើលយើងចំណាយសិនទៅមិនដឹងអស់ប៉ុន្មានភ្លឹកវងដែរយើងធ្វើទៅហៅជាងមកយើងឲ្យបល់ខ្លះអីខ្លះយើងវាបល់ខ្លះទៅចែកគ្នាទៅហើយគាត់ចាប់ផ្ដើមធ្វើដល់ឥឡូវថ្ងៃបន្ទាប់មួយទៀតហើយគាត់បោកហើយឥឡូវគាត់ចាប់ផ្ដើមធ្វើបិដានម្ដងបិដានហ្នឹងខ្ញុំអត់ដឹងខ្ញុំអត់យល់ដែរដំបូងយើងអត់មើលឃើញរូបរាងណាចាប់ផ្ដើមគាត់ទិញឆ្អឹងពីអីមកចាប់ឥឡូវគាត់ណែនាំថាចាប់ប្រហែលទុកប្រហែលម៉ែត្រពីលើឬក៏ទៅពីក្រោមប្រហែលម៉ែត្រអីចឹងទៅគាត់ណែនាំហើយថាអូខេបងឲ្យសម្រាប់ហើយចាប់ផ្ដើមធ្វើទៅគាត់ធ្វើទៅចាប់ផ្ដើមចូលធ្វើហើយបិដាននេះបិដាននេះចាប់ឆ្អឹងអត់យូរទេឆ្អឹងនេះចាប់តែមួយថ្ងៃគាត់ម្នាក់ឯងថ្ងៃប៉ុណ្ណឹងមួយថ្ងៃទៅ2ថ្ងៃហើយឆ្អឹងហ្នឹងយូរនឹងចាប់បិដាននោះព្រោះអីត្រូវកោះស្ដាកោះអីចេញហើយបានយើងក៏អត់ឡើងបន្តិចដល់លើនឹងហើយបានគាត់ចាប់បិដានចឹងវារៀងចំណាយពេលគូសពដែរនឹងរើខាងលើបន្តិចនោះឲ្យកឡើងចឹងផ្ទះនេះយើងកែភាសាម្ចាស់ផ្ទះមុនគាត់បងគាត់ធ្វើនៅសិនចឹងណាតែវាអត់តន់ស្អាតយើងពិបាកលិចទឹកលិចអីចឹងណាបាទហើយវារៀងក្តៅខែក្តៅហ្នឹងយើងធ្វើដើម្បីត្រៀមខែក្តៅហ្នឹងឲ្យវាមានបិដានដើម្បីទប់ក្តៅបានបន្តិចដែរហើយឥឡូវរួចរាល់ឆ្អឹងវាជាចូល60% ហើយនៅខាងមុខទៀតជាងឆ្អឹងប៉ុណ្ណឹងហើយឥឡូវគាត់ហើយក៏ចាប់ផ្ដើមចាប់បាទថ្ងៃនេះថ្ងៃប្រហែលដូចជាថ្ងៃបន្ទាប់ទៀតហើយ2ថ្ងៃទៀតហើយគាត់ចាប់ផ្ដើមវាយបិដានចូលហើយបាទចាប់ជាប់ជាមួយឆ្អឹងមកឥឡូវយើងបើតាមមើលទៅពីក្រោមទៅដល់លើចូល3ម៉ែត្រណាពីដីទៅដល់បិដាន3ម៉ែត្រអីពោះហ្នឹងហើយនេះក្នុងបន្ទប់គឺយើងកោះក្តារទៅអីចេញអស់ហើយយើងបោកឡើងបន្តិចហ្នឹងយើងបោកកឡើងបន្តិចទៅអញ្ចឹងក្នុងបន្ទប់នេះគាត់កំពុងចូលធ្វើហើយកំពុងបាតស្អីខ្លះយើងអត់ដឹងដែរចេញទេរបស់គេហើយចេះថាមើលសិនទៅហើយកន្លែងកសខ្លះក៏វាប៉ោងអីហ្នឹងគាត់បោកគាត់ឈូសឆាយចេញខ្លះអញ្ចឹងទៅថែមខ្លះថយខ្លះអញ្ចឹងទៅបាទឥឡូវយើងតែយើងក៏ពិតមើលពីកៅទៅមិនស្នោរៀងរោកដែរហើយដបូលនេះជាកោដៅបន្ទាប់ទៀតទៅពេលយើងធ្វើក្នុងហើយយើងធ្វើដបូលបន្តទៀតអញ្ចឹងដំណាក់កាលនេះយើងធ្វើតាមថវិកាយើងតិចសិនភាសាយើងចំណាយអស់ច្រើនដែរធ្វើតែប៉ុណ្្នឹងឥឡូវយើងមើលការវិកនៅក្នុងបន្ទប់ចាប់បិដានចាប់អីចាប់ភ្លើងហើយយើងមើលទៅវារៀងដំណងដែរមុំនៅទឹកមុនអត់ទាន់មានពណ៌មានអីណាអានេះយើងលាបពណ៌រៀងទឹកសមុទ្រតិចកាត់ផ្ទៃមេឃតិចណាហើយនេះថ្ងៃបន្ទាប់មួយទៀតដែលគាត់លាបហើយអស់ហើយសឹងថាក្នុងហ្នឹងដូចជាហើយ 100% ក្នុងចាប់ភ្លើងចាប់អីអស់ហើយក៏យើងនៅអាចនឹងកែទ្វារឬក៏ប្អួយពីក្រោយបន្ទាប់ទៀតតែឥឡូវយើងគិតថាប៉ុណ្្នឹងយើងអូខេបាទយើងថ្នាំហើយបិដានអស់ហើយបាទហើយយើងអាចចូលមើលបានស្បីក្នុងបន្ទប់ហ្នឹងក៏ខ្ញុំបានដាក់ម៉ាស៊ីនត្រជាក់ដែរបាទជាងម៉ាស៊ីនត្រជាក់ចូលក្នុងគ្រាប់ដើម្បីកូនគេដេកស្រួលមានផាសុខភាពជាងមុនអញ្ចឹងណាហើយដោយសារកូនហ្នឹងឯងអត់ទៅដេកផ្ទះ
គេកដៅគេបាទនៅអត់កើតអញ្ចឹងបានធ្វើបន្ទប់ដាក់សិនជាតែម្ដងសប្បាយគេវារត់លេងហើយបន្ទាប់ពីហ្នឹងคลิกឲ្យមើលមួយទៀតនោះក្រោបាទមានចាប់អារម្មណ៍ក្រោហ្នឹងគឺយើងទៅតែវាយក្រោយគេបំផុតហ្នឹងគឺក្រោហ្នឹងហើយវាយក្រោហើយវាយអាគីមកស្អាតមកបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹង